ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅប្រទេសនេប៉ាល់បានកើនឡើងខណៈជនជាតិអាមេរិក65នាក់ត្រូវបានចុះបញ្ជីនៅក្នុងចំណោមមនុស្ស 1000 នាក់ដែលត្រូវបានបាត់ខ្លួនតាមព័ត៌មានវិវត្តក្រុមជួយសង្គ្រោះកំពុងតែស្វែងរកមនុស្សរាប់រយនាក់ដែលបានបាត់ខ្លួនតាមបណ្ដោយព្រំដែននេប៉ាល់ចិនកាលពីថ្ងៃប្រហ័សទី27ខែសីហាឆ្នាំ2026បន្ទាប់ពីទឹកជំនន់និងភក់ដ៏មហន្តរាយបានបោកបក់សហគមន៍ជាច្រើននៅមួយថ្ងៃមុនប្រធានក្រុមប្រឹក្សាទេសចរនេប៉ាល់បានប្រាប់ CBS News ថាជនជាតិអាមេរិក65នាក់ស្ថិតនៅក្នុងចំណោមអ្នកដែលបានបាត់ខ្លួនបន្ទាប់ពីគ្រោះមហន្តរាយនេះប៉ូលីសនេប៉ាល់បានរាយការណ៍ថាយ៉ាងហោចណាស់មនុស្ស360នាក់បានស្លាប់និងជាង1400នាក់បានបាត់ខ្លួននៅក្នុងប្រទេសនេប៉ាល់និងទីបេរបាយការណ៍នៅក្នុងស្រុកបានដកស្រង់សម្ដីមជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់ជាតិបាននិយាយការពីថ្ងៃប្រហ័សទី27ខែសីហានេះថាអ្នកបាត់ខ្លួនរួមមានភ្ញៀវទេសចរនេប៉ាល់113នាក់បុគ្គលិកសន្តិសុខ65នាក់មកពីកងទ័ពនិងប៉ូលីសអ្នកស្រុក161នាក់ខណៈដែលអាជ្ញាធរបានបង្កើនប្រតិបត្តិការនៅក្នុងការរកអ្នកស្រុកនិងអ្នកបាត់ខ្លួនទាំងនោះទូតទស្សន៍រដ្ឋចិន CCTV បានរាយការណ៍ដាច់ដោយឡែកថាមនុស្ស558នាក់បានបាត់ខ្លួននៅក្នុងទីបេ260នាក់នៅក្នុងចំណោមពួកគេជាជនបរទេសហើយអ្នកភូមិ2នាក់ត្រូវបានជួយសង្គ្រោះសូមបញ្ជាក់ថាតួលេខសម្រាប់អ្នកស្លាប់និងអ្នកបាត់ខ្លួននឹងមានការប្រែប្រួលទៅតាមតួលេខដែលបានរកឃើញជាប្រចាំ